មានលោកបណ្ឌិតមួយនោះណាគាត់លើកឡើងថាអញ្ចឹងបណ្ឌិតមានតែឈ្មោះខ្ញុំសូមបញ្ជាក់បន្តិចគាត់ថាសាំងឡើងថ្លៃវាជាវិបត្តិសកលបើនៅកម្ពុជាឡើងថ្លៃតែឯងអស់លោកមានសិទ្ធិខឹងរដ្ឋាភិបាលដូច្នេះរៀនរស់ក្នុងគ្រាលំបាកទាំងអស់គ្នាពាក្យដែលគាត់និយាយអត់ខុសពីលោកហ៊ុនសែនតែងតែលើកឡើងថាសុខចិត្តខំស្មៅមួយប្រជាជននេះប៉ុន្តែជាក់ស្ដែងគាត់មានលុយចាក់សាំងគាត់នៅក្នុងផ្ទះវិឡាខ្ពស់ទំនំខ្ពស់ប្រហែលជាគាត់បិទក្រាស់សាំងខ្លះដើម្បីទុកយកសាំងនឹងចាក់ខ្លួនឯងផងក៏មិនដឹងទេចាអញ្ចឹងគាត់ថាសាំងឡើងថ្លៃជាវិបត្តិសកលទោះគេដឹងដែរមានណាមិនដឹងថាជាវិបត្តិសកលសង្គ្រាមអ៊ីរ៉ង់បិទច្រកចេញចូលធ្វើឲ្យសាំងមិនអាចនាំចេញបានគេដឹងដែរបើនៅកម្ពុជាឡើងថ្លៃតែឯងអស់លោកមានសិទ្ធិខឹងរដ្ឋាភិបាលគ្មានអ្នកណាទៅខឹងអារឿងសាំងឡើងថ្លៃហ្នឹងទេចាប៉ុន្តែគ្រាន់តែថាវាលំបាកអញ្ចឹងគឺគេត្រូវតែឲ្យរដ្ឋាភិបាលហ្នឹងជួយសម្រួលបើសាំងឡើងថ្លៃតាមមានវិធីអីដែលធ្វើឲ្យការចំណាយនេះទំនិញឥឡូវបើសាំងឡើងថ្លៃតាមមានទំនិញណាផ្សេងដែលអាចចុះថោកបានអត់ដើម្បីងាយស្រួលដល់ការរស់នៅរបស់ប្រជាជនមិនមែនសាំងឡើងថ្លៃអ្វីក៏ឡើងថ្លៃទៅតាមសាំងនោះទេគាត់ថារៀនរស់ក្នុងគ្រាលំបាកសួរថាប្រជាជនខ្មែរ40ឆ្នាំមកហ្នឹងអាចស្រួលពេញកាលពិបាកតែរហូតហ្នឹងរហូតដល់ឥឡូវហ្នឹងក៏នៅតែពិបាកដែររត់កិច្ចសង្គ្រាមតាំងពីជំនាន់អាពតរហូតដល់ជំនាន់សម្ដេចនៅតែរត់កិច្ចសង្គ្រាមទៀតមានដែរស្រួលពេញកាលឥឡូវហ្នឹងគ្រាន់តែថៃបិទច្រកព្រំដែនមួយប្រជាជនតាមព្រំដែនរស់នៅពិបាកជាងដៅវាទៀតចាអញ្ចឹងលោកបើលោកចង់រស់ក្នុងគ្រាលំបាកលោកចង់តស៊ូជាមួយប្រជាជនខ្មែរលោកត្រឡប់មកខ្មែរវិញមកលោកចាំមិនត្រឡប់ទៅនៅអូស្ត្រាលីវិញទៅអីចាហើយលោកឆ្លាញ់សន្តិភាពណាស់ហើយឆ្លាញ់សម្ដេចពុកណាស់ហើយលោកមកលំបាកជាមួយប្រជាជនខ្មែរមកចាមានបងប្រុសម្នាក់ក៏ឆ្លើយតបថានៅអូស្ត្រាលីប្រាក់ខែប្រហែលក៏សួរណាហើយនៅកម្ពុជាប្រាក់ខែប្រហែលគុំយកវិបត្តិសកលធ្វើជាបន្ទុកមិនមែនប្រជាជនល្ងងទេណាគុំយកវិបត្តិសកលមកធ្វើជាលេសដោយសារតែសង្គ្រាមដោយសារតែសង្គ្រាមដោយសារតែសង្គ្រាមអាពាក្យហ្នឹងប្រជាជនខ្មែរគេដឹងហើយបកស្រាយតែមិនដោះស្រាយហើយគាត់ក៏អត់បានដោះស្រាយអត់បានដល់ចម្លើយទៅអ្នកដែលចូលខមមិនទេប៉ុន្តែគាត់បែរជានិយាយថាផុសឲ្យមើលក៏ទៅដែរអាកូនបើសិនជាលោកជាបណ្ឌិតណាហើយលោកខ្លាចគេទៅលោកក៏ផុសតែលោកផុសលោកមានឈ្មោះថាបណ្ឌិតអញ្ចឹងបើលោកមានឈ្មោះថាជាបណ្ឌិតនៅពេលដែលលោកផុសអីប្រជាជនសម្ដែងមតិអីអញ្ចឹងកុំខឹងប្រជាជនកុំទៅថាឲ្យប្រជាជនហ្នឹងទៅលោកចាចុះលោកទៅដែរហ្នឹងមិនបានមកទៅប្រជាជនខឹងរដ្ឋាភិបាលប្រជាជនមានសិទ្ធិខឹងបើរដ្ឋាភិបាលដឹកនាំមិនកើតរដ្ឋាភិបាលដឹកនាំឥឡូវដូចឡានអលប់លេខអ្នកណាមិនខឹងហើយនៅអូស្ត្រាលីសាំងឡើង7500ឬក៏7300ប្រទេសអូស្ត្រាលីប្រាក់ខែក្នុងមួយខែអាចដល់ចំណូលបានចន្លោះពី$5000ទៅ$10000ចាហើយលោកក៏ធ្លាប់អួតដែរក្នុងមួយថ្ងៃលោករកលុយបានប៉ុន្មានលោកប្រើសិទ្ធិរបស់ brand ហើយសូចុះប្រជាជនខ្មែរចំណូលប៉ុន្មានប្រាក់ខែរោងចក្រឥឡូវឡើងបានតែ200ជាងទេថ្លៃទឹកថ្លៃភ្លើងថ្លៃគេថ្លៃកូនរៀនហើយថ្លៃសាំងទៀតតើរដ្ឋាភិបាលមានបានប្រើវិធីសាស្ត្រយុទ្ធសាស្ត្រណាមួយដើម្បីជួយសម្រួលដល់ការរស់នៅអត់ឧទាហរណ៍ដូចប្រទេសគេថ្លៃសាំង7300នៅអូស្ត្រាលីប៉ុន្តែដូចប្រទេសផ្សេងសិង្ហបុរីថ្លៃសាំង10000រៀលឬក៏10000ជាងប៉ុន្តែអាហ្នឹងវាជាតម្លៃធម្មតារបស់ប្រទេសសិង្ហបុរីដោយសារសិង្ហបុរីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋប្រើប្រាស់យានជំនិះឬក៏វត្ថុអ្វីក៏ដោយដើម្បីកាត់បន្ថយការប្រើប្រាស់ប្រេងកាតនិងប្រេងនិងឧស្ម័នដើម្បីការពារបរិស្ថានប៉ុន្តែគេធ្វើប្រេងលក់ឲ្យយើងថៃសូម្បីតែថៃនេះជាប្រទេសដែលយើងចោលតែចោលនេះក៏វាមានប្រេងលក់ឲ្យយើងយួនក៏វាមានប្រេងលក់ឲ្យយើងចុះយើងមានអីយើងមានដែរអួតថាមានប្រេងមួយដំណក់ឥឡូវអាប្រេងមួយដំណក់ហ្នឹងណាចេញបានហើយមិនមែនជារបស់ខ្មែរមានបានចម្រាញ់នៅខ្មែរមានបានជារបស់ខ្មែរណាបើអ្នកវិនិយោគគេទិញផ្ដាច់មុខយកទៅលក់បានហើយហ្នឹងអញ្ចឹងមានតែទិញតពីគេដដែលហ្នឹងអាហ្នឹងមិនមែនជាវិធីសាស្ត្រដំណោះស្រាយរបស់រដ្ឋាភិបាលរបស់លោកខ្ញុំឃើញបងប្អូនយើងគាត់ថតថាចេះហ្គាសឡើងថ្លៃសាំងឡើងថ្លៃជីឡើងថ្លៃស្រូវថោកគឺមានន័យថាផលិតផលដែលប្រជាពលរដ្ឋដាំដុះបង្កបង្កើនផលនាំចេញឬក៏លក់នៅក្នុងស្រុកគឺមានតម្លៃថ្លៃប៉ុន្តែផលិតផលដែលជាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃនាំចូលបែរជាមានតម្លៃប្រជាជនដាំដុះនាំចេញមានតម្លៃថោកប៉ុន្តែអ្វីដែលនាំចូលមកគឺមានតម្លៃថ្លៃហើយសួរថាបច្ចុប្បន្ននេះផលិតផលដែលមាននៅក្នុងស្រុកយើងប្រមាណភាគរយដែលមិននាំចូលមកធ្វើឲ្យទំនិញទាំងអស់ហ្នឹងថ្លៃតើរដ្ឋាភិបាលគាត់មានគោលការណ៍គោលដៅច្បាស់លាស់អ្វីមួយឲ្យប្រជាពលរដ្ឋទុកចិត្តក្រៅតែពីនិយាយតាមមាត់គាត់បដិញ្ញាចិត្តថានឹងមិនឲ្យឡើងសាំងឡើងថ្លៃស្អែកឡើងដែរឡើង500ចុះ50សេនសុបាយចង្អត់អាហ្នឹងមិនមែនមោទនភាពរបស់លោកចាចំពោះខ្ញុំជាប្រជាជនខ្មែរខ្ញុំមានមោទនភាពជាមួយទេពីម្សិលមិញមានបងប្រុសម្នាក់គាត់បានឆ្លើយតបជាមួយនឹងការផុសរបស់ខ្ញុំទាំងតែគាត់មិនបានមើលវីដេអូខ្ញុំផងខ្ញុំនិយាយអំពីការបិទក្រាសាំងនៅស្រុកខ្មែរគ្រាន់តែគេប្រកាសថាសង្គ្រាមអ៊ីរ៉ង់អាមេរិកអ៊ីស្រាអែលភ្លាមក្រាសាំងបិទ
សង្គ្រាមទុះខ្លាំងលើកដំបូងម៉េះរហូតមកដល់ថ្ងៃនេះមានការសាំងខ្លះបានមកវិញផងប៉ុន្តែការសាំងនៅប្រទេសគេមានលក់ចិត្តសាំងច្រើនប្រភេទស្រុកខ្មែរយើងមានតែប្រហែលប្រភេទទេ3 4ប្រភេទហ្នឹងប៉ុន្តែនៅស្រុកគេមានសាំង6 7ប្រភេទអស់មួយគេនៅមួយអស់មួយគេនៅមួយគេមានអាខ្លៃគេមានអាថោកគេមានជំរើសឲ្យប្រជាពលរដ្ឋនៅក្នុងការចាក់ហើយគេបិទហ្នឹងមិនមែនបិទក្រាសាំងទេគេបិទផ្នែកមួយនៃសាំងឧទាហរណ៍ថាអស់សាំងមួយសុទ្ធគេលក់សាំងផ្សេងទៅអស់សុពែគេមានអា silver អីចឹងទៅអញ្ចឹងគេបិទតាមផ្នែកហើយកុំមែនថាបិទ24ម៉ោងណាអញ្ចឹងច្រើនបិទ7 8ម៉ោងទេហើយគេដាក់ផ្លាកតើគេប្រាប់តើសាំងនេះអស់សាំងនេះអស់សាំងនេះចាក់សាំងនេះជំនួសបានគ្រាន់តែថាសាំងខ្លះវាមិនអាចជំនួសបានរហូតទេអញ្ចឹងកំឡុងពេលដែលមានចាក់សិនទៅវាជាជាងអត់មានហើយមានមន្ត្រីខ្លះក៏លើកឡើងថាធ្វើម៉េចបើនៅស្រុកថៃសាំងឆ្នៃហ្នឹងហាភាសាគេទៅគេចេះឆ្នៃសាំងចុះយើងចេះអត់សាំងមានតែស៊ុបពែមានតែម្សុទ្ធមានតែសាំងធម្មតាមានតែ3 4មុខហ្នឹងហើយតែប៉ុន្តែស្រុកគេក៏មានច្រើនមុខណាមានអា A20 មានអា B7 មានអាស៊ុបពែហ្នឹងមាន2មុខទៀតមានអា premium មានអា silver មានអា gold ហើយចុះនៅស្រុកយើងមានអីអញ្ចឹងបានថាពេលខ្លះបើមិនចង់ឲ្យគេទៅកុំនិយាយបើមិនចង់ឲ្យគេទៅកុំនិយាយឲ្យប្រជាពលរដ្ឋគាត់ខូចចិត្តលើស្ងៀមទៅក៏មិនអីដែរឲ្យប្រជាជនហ្នឹងគាត់និយាយខ្លះទៅបើលោកសំដែងមតិប្រជាជនក៏មានសិទ្ធិឆ្លើយតបដែរ